ភ្ញៀវអត់ជឿគឺអត់ចាយតែម្ដងមិនថាផលិតផលរបស់យើងល្អប៉ុណ្ណាទេបើគាត់គ្មានជំនឿចិត្តគាត់មិនទុកចិត្តលើផលិតផលរបស់យើងហើយគឺគាត់អត់ចាយទេមិនជឿគឺមិនចាយតែម្ដងសម្រាប់អតិថិជនបើសិនជាបងប្អូនទាំងអស់គ្នាអត់ទាន់ស្គាល់ហាងលក់ទូរស័ព្ទដៃគ្នាយើង VIP ទេនេះគឺជាសាខាថ្មីរបស់ហាងលក់ទូរស័ព្ទដៃគ្នាយើង VIP បងប្អូនអាចអញ្ជើញមកពីសាខាចាស់ត្រឹមតែចម្ងាយប្រហែលជា100ម៉ែត្រទេបងប្អូនងាកដល់ឆ្វេងដៃឃើញសាខាធំមែនទែនគឺគ្នាយើង VIP នៅទីនេះមានលក់សុទ្ធតែអវ៉ាន់ Grade A ហើយនឹងថ្មីប្រអប់ជាពិសេសនោះមានការធានារហូតដល់1ឆ្នាំពេញតែម្ដងបងប្អូនវីដេអូនេះខ្ញុំអត់និយាយសម្រាប់ក្រុមហ៊ុនធំៗដែលគេមានលុយជួល influencer ជួល KOL ជួលតារាល្បីៗឲ្យយកមកផ្សាយដើម្បីបង្កើតនៅទំនុកចិត្តអតិថិជននេះខ្ញុំនិយាយអំពីអ្នកលក់តូចតាចមួយចំនួនតើយើងគួរធ្វើមិនខ្លះដើម្បីបង្កើនទំនុកចិត្តអតិថិជនបង្កើនការលក់ 20% ជាមួយនឹង K Store App by BZ Visor Digital Loyalty Program ដែលផ្ដល់មុនស្នេហ៍ទៅដល់អតិថិជនរបស់អ្នកលក់ទំនិញតាម K Store App ដែលមិនអស់កម្រៃជើងសារសូម្បីតែ1សេនចង់លក់ដាច់ត្រូវតែលក់ជាមួយ K Store Appរឿងទី1ខ្ញុំគិតថា credit ជារឿងសំខាន់មិនថាបងប្អូនទាំងអស់គ្នាលក់អីក៏ដោយកប៉ិចកប៉ុកមិនក៏ដោយលក់របស់100រៀលមិនក៏ដោយនៅលើបណ្ដាញសង្គមសូមគិតពីរឿង credit របស់យើងជារឿងសំខាន់មែនទែន credit ខ្ញុំចង់សំដៅទៅលើ profile របស់យើងសំដៅទៅលើផ្ទះរបស់យើងសំដៅទៅលើជំនឿចិត្តនៅពេលដែលគេចូលទៅមើល page របស់យើងមែនទែនបងប្អូនមួយចំនួនគាត់ឲ្យតម្លៃទៅលើការធ្វើទីផ្សារហ្នឹងច្រើនមែនទែនគាត់ឲ្យតម្លៃទៅលើការ boot ហ្នឹងច្រើនមែនទែនប៉ុន្តែគាត់ភ្លេចគិតថានៅពេលដែលគេចូលមកមើល profile របស់យើងតើ credit យើងមិនដែរយើងមានឈ្មោះអត់យើងមាន profile ល្អអត់យើងមានព័ត៌មានដែលគួរឲ្យទុកចិត្តបានអត់អ្នកខ្លះគឺអត់មានទាំងអស់ហ្នឹងហ្មងដែលធ្វើឲ្យអតិថិជនហ្នឹងគាត់ចូលមើល page យើងបែរជាអត់មានជំនឿចិត្តខ្ញុំធ្លាប់ធ្វើវីដេអូច្រើនមែនទែនតាក់ទងមួយបញ្ហាទាំងអស់ហ្នឹងនៅពេលដែលអតិថិជនគេឃើញផលិតផលយើងនៅតាមការធ្វើទីផ្សាររបស់យើងណាច្បាស់ណាស់មុននឹងទិញគេនឹងចូលទៅមើល page របស់យើងឯង page របស់យើងមិនដែរគួរឲ្យទុកចិត្តបានអត់គួរឲ្យចាប់អារម្មណ៍អត់ឬក៏មានផុសលក់ថ្មីអត់មានមតិយោបល់ល្អៗពីអតិថិជនដែលអត់អានឹងជារឿងមួយដែលយើងទាំងអស់គ្នាត្រូវតែប្រយ័ត្នឲ្យមែនតើអញ្ចឹងមិនថាបងប្អូនលក់កប៉ិចកប៉ុក100រៀលអីក៏ដោយសូមរក្សា credit ខ្លួនឯងឲ្យបានល្អសូមរៀបចំ profile របស់យើងឲ្យបានល្អបើអត់ចេះរស់អ្នកជំនាញឲ្យគេជួយធ្វើឲ្យយើងកុំលក់តាមប្រពៃណីរបស់យើងអ្នកខ្លះនៅដាក់រូបផ្កាដាក់រូបភ្នំដាក់រូបកូនដាក់រូបចាបរូបអីនៅពេញហ្នឹងហើយអាហ្នឹងគឺអតិថិជនគាត់អត់ទុកចិត្តយើងទេអានេះជារឿងទី1ដែលខ្ញុំចង់និយាយពី credit របស់យើងរឿងទី2គឺខ្ញុំចង់និយាយអំពី sell emotional មែនតើរឿងសំខាន់មែនតើជាអ្នកលក់ម្នាក់បងប្អូនចំណាំមើលនៅពេលដែលយើងធ្វើមាតិកាឬក៏ផលិតជាវីដេអូអីមួយនៅពេលដែលយើងមានអារម្មណ៍ថាយើងជឿស៊ប់ទៅលើផលិតផលរបស់យើងអតិថិជនមើលទៅគួរឲ្យចង់ទិញផលិតផលយើងមកអ្នកខ្លះគាត់លក់ផលិតផលគាត់អត់ដែលសរសើរផលិតផលខ្លួនឯងគាត់អត់ដែលលើកកម្ពស់ផលិតផលខ្លួនឯងមានតែគិតអវិជ្ជមានលើផលិតផលខ្លួនឯងទៀតក៏មានដែរអ្នកលក់ខ្លះគេកាន់ផលិតផលភ្លាមមកគេមាន energy នៅក្នុងខ្លួនហ្មងគេអួតថាផលិតផលនេះល្អមែនតើបងប្អូនគឺល្អស្អាតសាច់កណាត់ល្អគឺផលិតផលអញ្ចេះប្រើទៅយ៉ាងម៉េចគឺមានអារម្មណ៍ថាគេមានអធមពលពីខាងក្នុងរបស់គេមកអធមពលទាំងអស់នឹងវាធ្វើអតិថិជននឹងជឿមកលើយើងច្រើនជាងមុនពេលខ្លះយើងមិនបោកគេទេប៉ុន្តែនៅពេលដែលយើងមានអារម្មណ៍ជ្រាលជ្រៅនៅពេលដែលយើងមានអារម្មណ៍ថាដាក់អារម្មណ៍ដល់ចំណុចមួយជាមួយនឹងផលិតផលរបស់យើងអតិថិជនក៏គាត់ជឿយើងទៅតាមនឹងដែរបងប្អូនចំណាំមើលអតិថិជនខ្លះគាត់ទិញផលិតផលហ្នឹងដោយសារតែសម្ដីរបស់អ្នកលក់ម្នាក់ហ្នឹងឯងអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាមិនថាលក់កប៉ិចកប៉ុកមិនក៏ដោយត្រូវតែរៀនពីផលិតផលរបស់យើងបើអាចទេសាកប្រើពីផលិតផលរបស់យើង experience ពីផលិតផលរបស់យើងនៅពេលដែលយើងមាន experience ទាំងអស់ហ្នឹងនៅពេលដែលយើងមានអារម្មណ៍ទាំងអស់ហ្នឹងក្នុងខ្លួនយើងនិយាយទៅអតិថិជនចាប់ផ្ដើមមានអារម្មណ៍ចង់ទិញរបស់យើងមកហើយអាហ្នឹងបើយើងមិនជឿបើយើងមិនទុកចិត្តបើយើងមិនមាន experience នៅក្នុងផលិតផលរបស់យើងទេយើងនិយាយទៅគេអត់ជឿយើងទេអាហ្នឹងជារឿងមួយដែលយើងទាំងអស់គ្នាអាចធ្វើបានមិនចាំបាច់តតែមានលុយទេអាហ្នឹងខ្ញុំនិយាយក្នុងក្របខ័ណ្ឌមួយដែលយើងជាអ្នកលក់តូចតាចចំណុចទី3ចុងក្រោយគឺ feedback អតិថិជនគាត់មិនសូវជឿយើងទេពេលខ្លះប៉ុន្តែគាត់ជឿអតិថិជនគ្នាគាត់នឹងខ្លាំងមែនទែនអញ្ចឹងក្នុងនាមយើងជាអ្នកលក់យើងក៏ត្រូវចេះប្រើ feedback របស់អតិថិជនដើម្បីបង្កើតជាវីដេអូនៅក្នុងការជំរុញការលក់របស់យើងពេលខ្លះបងប្អូនធ្វើវីដេអូច្រើនមានអ្នកមើលច្រើនប៉ុន្តែអត់មានអ្នកទិញទេដោយសារអីយើងអត់បានបញ្ចូលអាធាតុដែលធ្វើឲ្យភ្ញៀវជឿនឹងចូលទៅក្នុងវីដេអូរបស់យើងអញ្ចឹងយើងបញ្ចូលទៅ feedback អតិថិជននេះជារឿងល្អបំផុតដែលយើងគួរតែបង្ហាញនៅក្នុងវីដេអូរបស់យើងបង្ហាញនៅក្នុង story
story របស់យើងបង្ហាញនៅក្នុង TikTok របស់យើងជារឿងសំខាន់ណាស់ feedback អតិថិជនវានឹងជួយជំរុញអតិថិជនថ្មីមកទិញផលិតផលរបស់យើងហើយខ្ញុំនៅនិយាយដដែលថាអតិថិជនពេលខ្លះគេមិនជឿយើងទេប៉ុន្តែគេជឿអតិថិជនគ្នាគេនោះដែលជារឿងមួយដែលគេអាចនឹងសម្រេចចិត្តទិញហើយអញ្ចឹងដូចគ្នាត្រូវប្រយ័ត្ននៅពេលដែលយើងធ្វើមាតិកាទៅហើយជំរុញទៅដល់ការទិញហើយកុំភ្លេចសម្អាតផ្ទះយើងផងផ្ទះយើងត្រូវតែស្អាតភ្ញៀវមកពេលខ្លះមុងមិនទាន់សាផងភួយមិនទាន់បត់ផង profile មិនទាន់រៀបចំផងពេលខ្លះគេចូលមកដល់ផ្ទះយើងគេអត់ទិញយើងក៏មានដែរអញ្ចឹងរឿងហ្នឹងសំខាន់ណាយើងអត់មានលុយទេយើងអត់មានលុយទៅជួលតារាល្បី influencer ជួលតារាល្បីយកមកផ្សាយទេប៉ុន្តែរឿងទាំង3ដែលខ្ញុំនិយាយខាងលើហ្នឹងយើងសិតតែអាចធ្វើបានទាំងអស់គ្នាទី1តាក់ទងជាមួយនឹងការរៀបចំ credit ខ្លួនឯងឲ្យបានល្អទី2តាក់ទងជាមួយនឹងការសិក្សាពីផលិតផលរបស់យើងឲ្យបានច្រើននិងទី3តាក់ទងជាមួយនឹងការប្រើប្រាស់ feedback អតិថិជនដើម្បីជំរុញទៅដល់ការងារលក់របស់យើងខ្ញុំជឿថា3នេះនឹងអាចជួយឲ្យបងប្អូនលក់កាន់តែល្អប្រសើរហើយធ្វើ content កាន់តែមានគោលដៅល្អជាងមុនហើយមានប្រសិទ្ធភាពល្អជាងមុនអរគុណបើសិនជាបងប្អូនត្រូវការសៀវភៅអាត់3និងសៀវភៅផ្កាយ5បងប្អូនអាចទម្លាក់លេខនៅក្នុង comment ខាងក្រោមក្រុមការងារនឹងរៀបចំជូនបងប្អូនទាំងអស់គ្នាមួយក្បាលតម្លៃ$12ទិញ2ក្បាល free សេវាដឹកជញ្ជូនជូនបងប្អូនទាំងអស់គ្នា